មកឥឡូវគឺថ្ងៃនេះគឺយើងមកលេងហ្គេម Roblox អ្នកទាំងអស់គ្នាហើយពេលនេះគឺខ្ញុំទុំទៅរកឃើញយប់មិញទេហើយអត់តន់ទៅចេះលេងទេលេងអត់ដឹងឈ្នះមិនហ្មងអញ្ចឹងធីមខ្ញុំនេះគឺមាន4នាក់យើងត្រូវមកលក់អត់ដឹងថាបាញ់សុងឬមួយក៏កាទៀវទេតែលេងយប់មិញហ្នឹងគឺភ័យមែនតែនហ្មងអញ្ចឹងយើងត្រូវនេះដឹកអាឡម៉ហ្នឹងលក់រហូតទៅដល់នោះគេកំណត់ប្រហែលម៉ែត្រដែលយើងត្រូវទៅដល់អញ្ចឹងណាអញ្ចឹងថ្ងៃនេះធីមខ្ញុំមកមាន4នាក់ហើយវាហើយពេលនេះខ្ញុំត្រូវលក់ឲ្យគេនេះហើយដល់ពេលគាត់ប៉ះតែអញ្ចឹងទៅយើងដាក់អត់កើតទេក្នុងធីមហ្នឹងគឺអត់ស្គាល់គ្នាទេដោយសារតែចូលមកព្រោះខ្ញុំចូលតែឯងខ្ញុំភ័យខ្ញុំលាក់កាល់អីចឹងទៅខ្ញុំរត់ធីមតែសិតតែអ្នកអត់ស្គាល់ចឹងទៅយើងអត់អាចនិយាយគ្នាបានណាដល់ពេលមកកន្លែងនេះខ្ញុំធ្វើលក់ឲ្យគេហើយគាត់អូអត់ទេទៅមករហូតខ្ញុំព្យាយាមចុចថាឲ្យលក់ឲ្យម្នាក់ហ្នឹងហើយគាត់អ្នករុញហ្នឹងគាត់ចុចថាឲ្យលក់ឲ្យម្នាក់ហ្នឹងដែរប៉ុន្តែមានណែគាត់អូសទៅអូសមករហូតមានតែបានលក់អីគេហើយខ្ញុំនេះស្មានតែគាត់ដឹងហើយគាត់ឈប់ប្រទេសឲ្យមានណែខំដើរកលឹងតាមប្រទេសឡើងវិលមុខហ្មងអញ្ចឹងបើសិនជាយើងលក់ឲ្យមនុស្សយើងអាចរួចខ្លួនទៅមុខបានណាប៉ុន្តែបើសិនជាយើងលក់ប៉ះចំបីសាច់ឬមួយក៏ខ្មោចឬមួយក៏ខ្មោចម៉ាមីអីអ្នកគ្នាគឺវាស៊ីយើងឬមួយក៏ឡងយើងត្រូវស្លាប់ហ្មងអត់ពេលខ្លះខ្ញុំខ្លាចធីមខ្លួនឯងដែរបើពេលនោះគាត់យកវាថាយកវានេះគាត់តាំងលើរូបធ្វើអ្នកលក់អញ្ចឹងណាបើដូចខ្ញុំអាវតាបែប Roblox អញ្ចឹងយើងមើលគ្នាស្គាល់ដល់ពេលគាត់ដាក់បែបអញ្ចឹងទៅវាដូចលាយឡំគ្នាជាមួយពួកខ្មោចនឹងដែរមានណាខ្លាចតែគាត់នឹងឯងហើយពេលខ្លះគាត់លុបផ្លោតទៀតភ័យទាំងអីអញ្ចឹងម្ដងកន្លែងនេះគឺមានមនុស្ស2នាក់ហើយយើងអាចមើលបានថាអ្នកណាខ្មោចអ្នកណាមនុស្សអញ្ចឹងយើងគ្រាន់តែចុចឲ្យលើក្របភ្នែកនៅខាងភ្នែកទី3ប៉ុន្តែយើងអាចចុចមើលបានយូរយើងមើលបានតែមួយផ្លែតទេហើយអត់ដឹងថាខុសអីទេកន្លែងហ្នឹងអត់តបានលក់អីគេផងមានណាឃើញខ្មោចហ្នឹងចេញមកបណ្ដោយហើយកន្លែងហ្នឹងខ្ញុំអត់ដឹងថាមានខ្មោចទេខ្ញុំឃើញគេរត់ខ្ញុំរត់តាមគេរត់ទៅមកហ្នឹងអត់ដឹងថាផ្លូវត្រូវទៅខាងណាខាងណីទេហើយពេលខ្លះខ្លាចតែគ្នាឯងងាយពូប៉ែហ្នឹងលោតែលោផ្លោចឹងទៅខ្ញុំមានតែខ្ញុំខ្លាចតែគាត់ខ្មោចខ្ញុំរត់បណ្ដោយហើយពួកខ្មោចហ្នឹងទោះបីជាយើងរត់មិនក៏ដោយក៏វានៅតែតាមយើងដែរតតែយើងសម្លាប់វាបានចឹងទៅបានវាបាត់ចឹងទៅអាខ្មោចហ្នឹងវាតាមជាងគេហ្នឹងគឺតាមខ្ញុំហ្នឹងហ្មងខ្ញុំអត់ដឹងមិនវាថាវាបានដេញណាគេដូចវាដេញអ្នកហ្នឹងហ្មងអានេះយកមកវយសំលេងតាមក្រោយណាបើសិនជាថតអាពេលសំលេងនេះខ្ញុំពងលេងហ្នឹងអ្នកនេះគូស្រែកផ្អើលពេញហ្នឹងហ្មងអើយមកទៅហើយនេះអវ៉ែនេះខ្ញុំគាំងជាងគេហ្មងកន្លែងហ្នឹងគឺខ្ញុំត្រូវចុចអាកន្លែងរ៉ាន់នោះឲ្យលឿនតែចុចលឿនវាអត់កើតព្រោះយើងលេងដំបូងទៅអត់ដឹងទៅપછીចុចតែម្ដងហើយចុចតែម្ដងទៅវាជាប់កន្លែងរត់ហ្នឹងរត់ទៅរហូតហើយដល់ពេលខ្ញុំចុចវាញាប់ពេកដោយសារតែភ័យអញ្ចឹងមានរត់ទៅមុខរួចណាចុចឲ្យឈប់ធ្វើហ្នឹងហ្នឹងឯងដល់ពេលហ្នឹងមានតដើរកាច់ទៅកាច់មកកាច់ទៅកាច់មកអើទៅវិញមកច្រើនទៅគាត់ឃើញតែបាត់គេត្រូវមានយ័ន្តនេះយើងចុចលើកន្លែង exercise ហ្នឹងទៅវាមានអាกระดาษយើងត្រូវកាន់ហ្នឹងអាហ្នឹងដូចយ័ន្តដូចស្អីមិនទេប៉ុន្តែពេលយើងកាន់អាហ្នឹងហើយយើងចុច tab លើអេក្រង់ទៅវាបាត់ហើយវាបាត់ពួកអាជីនហ្នឹងហើយពួកអាខ្មោចបិសាចហ្នឹងគឺវាបាត់ហើយតែអាហ្នឹងយើងបានតែហ្នឹងណាពេលមានក្បត់ផ្សេងមកបើកាន់អាហ្នឹងក៏វាអត់ខ្លាចដែរអញ្ចឹងអត់ដឹងថាមួយណាត្រូវជាមួយមួយណាត្រូវជាមួយមួយណាទេអាពេលលេងដំបូងហ្នឹងខ្ញុំអត់ដឹងទៅប៉ិតអាក្បិតហ្នឹងក៏វាអាចស្លាប់ខ្មោចបានដែរព្រោះយើងមានក្បិតមានអីទៀតតែអត់ចេះលេងអញ្ចឹងទៅមានតែខ្លាចខ្មោចហ្នឹងរត់ទៅវារត់ហ្មងអត់ដឹងថាយើងដោះស្រាយមិនណាព្រោះខ្មោចហ្នឹងបើសិនជាយើងអត់ស្លាប់វាទេវាតាមយើងរហូតហ្មងបើវាចេញមកហើយមក4នាក់តែឥឡូវអត់ដឹងថា2នាក់ទៀតនៅណានៅសល់គ្នាតែ2នាក់ឯនេះឥឡូវពងតសេរីរោមើលផ្លូវទៅយកអតេះវិញនេះអតេះចឹងបើយើងអត់មានអតេះហ្នឹងក៏យើងលក់អត់កើតដែរអាហ្នឹងខ្ញុំអត់តន់ចេះយល់ថាយើងត្រូវលេងមិនដើម្បីឈ្នះដូចជាយើងត្រូវលក់ឲ្យហ្នឹងលក់ឲ្យគ្រប់គ្នាឬមួយក៏មិនដែរអត់បានអានពីដំបូងមកឲ្យច្បាស់តែកន្លែងនេះមើលឡើងផ្នែកទី3សិនមើលទៅឃើញថាមានម្នាក់ដែលគាត់ខ្មោចហ្នឹងហើយម្នាក់ទៀតមនុស្សចឹងយើងលក់ឲ្យតមនុស្សសិននេះហើយកន្លែងផ្នែកទី3ហ្នឹងព្រោះអារូបក្របផ្នែកហ្នឹងថាផ្នែកទី3អាហ្នឹងយើងអាចចុចមើលបានថាមនុស្សឬមួយក៏ខ្មោចចឹងទៅប៉ុន្តែយើងអត់អាចមើលយូរបានទេមើលតែមួយផ្លែទៅមើលយូរខ្មោចហ្នឹងចេញមកបដ ாய் ចឹងយើងមើលបានតែមួយផ្លែហើយយើងបិទវិញទៅអាហ្នឹងជំនួយយើងបានម្ដងដែរចឹងណាពេលយើងចង់ដឹងថាម្នាក់ហ្នឹងមនុស្សឬមួយក៏ខ្មោចចឹងទៅតែនេះយើងលក់ឲ្យមនុស្សហើយចឹងទៅយើងទៅមុខទៀតនោះខ្ញុំចុចមើលខ្ញុំចង់ដឹងចឹងណាចឹងទៅឥឡូវយើងទៅមុខទៀតសិនតែពេលខ្ញុំចូលមកហ្គេមហ្នឹងដំបូងគ្រាន់តែចូលមកខ្ញុំគឺមានអារម្មណ៍ថាខ្លាចបដ ாய் លេងម្នាក់អត់កើតទេខ្ញុំលីសចេញវិញតាភ្លឺដោយសារអាតេះហ្នឹងតាបើសិនជាយើងដើរតែឯងវិញគឺល្ងិតហ្មងចឹងទៅបើយើងមានអាតេះហ្នឹងយើងភ្លឺតាមផ្លូវលោតយើងមើលអីឃើញចឹងកន្លែងនេះយើងលក់ឲ្យគេសិនតែលក់ហ្នឹងត្រៀមទៅជើងរត់រហូតដែរហ្នឹងយើងមើលដែរថាយើងគួរលក់ឲ្យអត់នោះនៅរស់តែនោះឥឡូវធីមខ្ញុំនៅសល់3នាក់ចឹងចូលដំបង4នាក់ឥឡូវនៅសល់3នាក់គ្នាខ្ញុំគាត់ទៅសួរអីថាតែញអីចឹងណាចឹងឥឡូវយើងដាក់កាទៀវឲ្យគាត់សិនអូយដឹងកាទៀវដឹងមិនស្រុងទេ
លក់ត្រៀមទៅជើងរត់ឲ្យភ័យមែនណាភ័យតែសុបាយហ្គេមហ្នឹងសុបាយហ្មងជប់នឹងទៅលេងទៀតអីហើយអាកន្លែងដាក់គ្រឿងហ្នឹងក៏យូរទៀតនិយាយទៅចុចទៅចុចមកចុចទៅចុចមកទ្រាំតែបានមួយចានដល់ពេលខ្ញុំលក់ដំបងចង់អស់សំណាច់ខ្លួនដែរនេះតាស្មានដល់ពេលដែលយើងធ្វើហើយចឹងទៅវាឲ្យយើងឈប់ចឹងឲ្យយើងកាន់នឹងដៃតែមានណែនេះវាគ្រាន់តែលោតចូលខាងក្រោមមួយចានពីរចាននៅនឹងចឹងណាហើយយើងចុចលើវាទៅអាហ្នឹងបានយើងកាន់នឹងដៃបានចានេះខ្ញុំធ្វើដាក់ពីរចានឲ្យហើយអ្នកឈរហ្នឹងធ្វើខ្លាចម៉ែនោះខ្លាចតែអ្នកនៅលើផ្ទះនឹងស្អីគេនឹងក្រាបលូននៅហ្នឹងតែឥឡូវយើងលក់ឲ្យគាត់សិនលក់ឲ្យគាត់ហើយចាំគាត់ឲ្យលុយសិនណាចាំចេញទៅបានលក់ផងព្រឺឆ្អឹងក្នុងផងមើលឆ្វេងមើលស្ដាំនេះមើលទៅមុខរួចអត់ទេតែឥឡូវហើយទៅមុខបន្តទៀតឆាប់បានទៅដល់គោលដៅដឹងថាបានប្រហែលម៉ែត្រទៀតទេនេះតម៉ាក់នេះអីនេះគ្រាន់ជួបនឹងរត់ផ្អើលរហូតទៅហ្នឹងឥឡូវខ្ញុំដាក់ឲ្យអ្នកនរគ្នាស្ដាប់អាសំឡេងដែលខ្ញុំដើរតាមផ្លូវហ្នឹងបន្តិចណាតើណាគេបានលេងវគ្គហ្នឹងខ្លះមើលថាគេលេងមិនឈ្នះអីមិនឈ្នះចឹងណាចាំជួយប្រាប់ខ្ញុំផងមើលទៅយប់នឹងផាញ់ត្រូវលេងទៀតតែពូចង់ដឹងណាខ្លាចប៉ុន្តែនៅតែចង់លេងហ្មងអីលក់ម្ហូបឲ្យបិសាចឲ្យខ្មោចអីហ្នឹងវារៀងគួរឲ្យខ្លាចដែរប៉ុន្តែវាអត់ទៅសុវ័យដូចទេបាទនេះសុវ័យហ្មងនោះពេកនោះទៀតហើយមើលគាត់ឡើងពីរបីដងបានមើលដាច់ថាទៅពិតតែគ្នាឯងអ្នកលូមិញដែរព្រោះអីដំបងស្មានតើគេអ្នកតែងឬមកក៏អីចឹងណាឬមកក៏ខ្មោចអីចឹងទៅដល់ពេលមើលឈ្មោះខាងលើទៅមិនដឹងថាគ្នាឯងតែគាត់ជុកលេងឥឡូវគាត់ចេញទៅបាត់អីចឹងនៅសល់តែ2នាក់ទេ4នាក់នេះសល់តែ2នាក់អាកន្លែងនេះព្រឺចឹងត្រង់ហ្មងអ្នកគ្នាគិតមើលនេះស្ពានឡើងជ្រៅហើយមើលល្ងិតមានផ្សែងមានអីមកទៀតគ្រាន់តែឆ្លងស្ពានហ្នឹងព្រឺចឹងខ្នងបណ្ដោយ2700ម៉ែត្រតបាន1000ផងដូចជាទៅមុខលេងរួចហ្នឹង4នាក់នៅសល់តែ2នាក់ហ្នឹងនេះមកណាគេបានមើលដល់កន្លែងវគ្គនេះខ្លះសូមជួយខមមិនជូនអ្នកមួយមកគីឡូយើងលេងជាមួយគ្នាចឹងណាខ្មោចម៉ើយហើយកន្លែងនេះខ្ញុំមិនដឹងថាមិនបានងាប់ទេព្រោះវាប៉ះខ្ញុំទៅបន្តិចអាហ្នឹងខ្ញុំប្រើអាកន្លែងដេញបិសាចចឹងដែរប៉ុន្តែខ្ញុំចុចអត់ទាន់ក៏មួយក៏មិនបានដាក់ទៅបណ្ដោយអើយទៅដល់គ្នាអើយតោះចាំមើលលេងវគ្គក្រោយទៀត